여러분 안녕하세요.បាទតោះនៅពេលនេះយើងមើលពីលេខ29ទៅដល់លេខ38បាទគឺផ្នែកអានបាទដែលយើងត្រូវអានអត្ថបទហើយយើងជ្រើសរើសចម្លើយដែលត្រឹមត្រូវតោះអញ្ចឹងឥឡូវយើងមើលនៅកន្លែងនេះនៅពេលណាដែលយើងមើលផ្នែកអានអ្វីដែលសំខាន់យើងត្រូវមើលប្រយោគនៅខាងមុខឧបមាថាវងកញ្ចក់នៅកន្លែងហ្នឹងយើងមើលអីដែលនៅខាងមុខនេះហើយនៅខាងក្រៅទៅវាពាក់ព័ន្ធគ្នារបៀបម៉េចបាទពេលណាយើងរកឃើញពាក់ព័ន្ធគ្នាហើយយើងមើលចម្លើយថាតើមួយណាដែលអាចជាចម្លើយនៅក្នុងអ្វីដែលយើងគិតថាវាពាក់ព័ន្ធគ្នាបាទចឹងជាធម្មតានៅក្នុងអត្ថបទពេលណាយើងអានគឺគេឲ្យពាក្យកលឹះហើយពាក្យកលឹះដែលពាក់ព័ន្ធទៅនឹងចម្លើយហ្នឹងតើឥឡូវយើងមើលឧទាហរណ៍ដូចលេខ29អញ្ចឹង 라임씨는 기타를 좋아합니다.ទី1 기타를 좋아합니다. 그래서 주말에 문화센터에 갑니다. បាទអញ្ចឹងចុងសប្តាហ៍ក៏ទៅ 문화센터. តបន្តមក 라임씨는 문화센터에서 ទី1គាត់ចូលចិត្តហ្គីតាទី2គាត់ទៅមជ្ឈមណ្ឌលវប្បធម៌ចុងសប្តាហ៍ហើយទី3គាត់ធ្វើសកម្មភាពមកកន្លែងនេះគឺតកតងទៅនឹងសកម្មភាពដែលគាត់ធ្វើនៅមជ្ឈមណ្ឌលនឹងឯងតើបើគាត់ចូលចិត្តហ្គីតាគាត់ទៅ Moon Center ទៅធ្វើអីដែរមិនដែលគាត់ចូលចិត្តហ្គីតាគាត់ទៅលេង piano ឯងយកលេខក្នុងអត្ថបទជាធម្មតាតែគាត់ចូលចិត្តហ្គីតាគាត់ទៅ Moon Center អញ្ចឹងមានគាត់ធ្វើអីដែលពាក់ព័ន្ធមួយហ្គីតានៅ Moon Center ហ្នឹងឯងតអញ្ចឹងនៅកន្លែងនេះយើងមើលត្រឹមនេះយើងអាចរកចម្លើយឃើញដែរត 노래를 합니다. 운동을 합니다. 축구를 합니다. 기타를 배웁니다. តចម្លើយគេដែរគឺលេខ4បាទគាត់រៀនហ្គីតាប៉ុន្តែបើសិនជាយើងចង់ដឹងមួយទៀតឲ្យត្រូវមែនទែនគឺរបៀបនេះត 기타를មកថា 람씨는 기타를 좋아합니다. 이링씨는 운동을 좋아합니다. បាទគាត់ចូលចិត្ត 운동. 그래서 오늘 공원에 갑니다. បាទទម្រង់ដូចគ្នា 그래서 주말에 문화센터에 갑니다. 그래서 오늘 공원에 갑니다. តបើគាត់ 운동 អញ្ចឹងគាត់ 운동합니다. នៅណាដែរនៅ 공원. អញ្ចឹងមានន័យថានៅកន្លែងនេះបើគាត់ចូលចិត្តហ្គីតាបាទបើសិនណាគាត់ចូលចិត្តហ្គីតាគាត់ទៅ Moon Center ចេះមានគាត់ធ្វើអីពាក់ព័ន្ធមួយហ្គីតានៅ Moon Center ហ្នឹងឯងបាទអញ្ចឹងចម្លើយគឺលេខ4បាទតអញ្ចឹងឥឡូវយើងមើលមួយទៀតលេខ30ត 애쭈 씨는 지난 토요일 친구와 함께 តយើងមើលគាត់ទៅជាមួយនឹងមិត្តភ័ក្តិណាគាត់ទៅជាមួយនឹងមិត្តភ័ក្តិតយើងអត់ដឹងទៅធ្វើអីគេទេត 지난 주 토요일 친구와 함께 តអាចមាន4ហ្នឹងតទី1ទៅសេអ៊ូលទី2ទិញHanbok ទី3មើលរូបគំនូរផ្ទះបុរាណកូរ៉េហើយទី4ទៅភោជនីយដ្ឋានដែលល្បីឈ្មោះតអញ្ចឹងនៅកន្លែងនេះប្រកាសជាមានមួយនៅក្នុងចម្លើយនេះអញ្ចឹងឥឡូវយើងមើលអត្ថបទខាងក្រោយគេបញ្យល់ប្រាប់យើងថាតើវាពាក់ព័ន្ធជាមួយនឹងមួយណាត점심에는 서울 인사동에서 비빔밥을 먹었습니다.ទី1មានពាក្យ 서울 មកហើយ 서울 인사동에서 비빔밥을 먹었습니다. បាទញ៉ាំ 비빔밥 នៅសង្កាត់ 인사동 ទីក្រុងសេអ៊ូលតនៅពេលណាដែរ점심에 បាទនៅពេលថ្ងៃត្រង់ត조금 매웠지만 아주 맛있었습니다. បាទអញ្ចឹងនៅកន្លែងនេះគាត់បញ្យល់ឲ្យថាវាហឹរបន្តិចមែនតែឆ្ងាញ់ណាស់ហ្នឹងអីគេដែរគេនិយាយពីអីដែរគេបញ្យល់ឲ្យពីビビンバដែលគាត់បានញ៉ាំយល់ទេគេបញ្យល់បន្ថែមទៅលើពីビビンバនឹងថាពីビビンバនឹងវារសជាតិម៉េចបាទហឹរបន្តិចតែឆ្ងាញ់ណាស់ត밥을 먹은 후에 복촌 한옥 마을에 갔습니다. តបន្តមកទៀតយើងមើលទី2គាត់និយាយថាម៉េចដែរ밥을 먹은 후에 복촌 한옥 마을에 갔습니다. 다음에ក្រោយពេលញ៉ាំបាយរួចអញ្ចឹងមានឲ្យគាត់ញ៉ាំពីビビンバរួចហើយបន្តសកម្មភាពដែលគាត់ធ្វើទី2គឺ 복촌 한옥 마을에 갔습니다. 한옥의 모습이 아주 아름다웠습니다. តអញ្ចឹងនៅកន្លែងនេះពេលណាទី1យើងនិយាយពីពេលវេលាមាន점심បន្តមកក្រោយពេលញ៉ាំបាយថ្ងៃត្រង់ហើយក៏ទៅកន្លែងផ្ទះបុរាណ 복촌 តអញ្ចឹងឥឡូវយើងមើលនៅក្នុងនេះពីកន្លែងនេះនៅតំបន់នៅណាដែរនៅសេអ៊ូលតអញ្ចឹងមានន័យថាគាត់បានធ្វើអីមានន័យថាយើងរកពាក្យណាដែលក្តោបនឹងទាំងពីរនឹងក្តោបទាំងការញ៉ាំអាហារផងក្តោបទាំងទៅលេងនៅហានុម៉ាល់ផងតសូរេខាស្មីដាបាទតាមពិតចម្លើយទៅគឺលេខ1នឹងឯងតមិនបានលេខ1ទៅឥឡូវមើលលេខ2លេខ3លេខ4មិនបានខុសតទី1 hamburger 샀습니다. តគេមាននិយាយពីទិញ hamburger អត់មាននិយាយទេត 한옥 사진을 봤습니다. គេមាននិយាយអត់មាននិយាយទេបាទគឺគេអត់មាននិយាយថាមើលរូបថតទេគាត់ទៅហ្នឹងហើយបាទគាត់ទៅភូមិផ្ទះបុរាណកូរ៉េភុកឈុនហ្នឹង한옥의 모습이 아주 아름다웠습니다. បាទគឺស្អាតខ្លាំងមែនតែមានន័យថាគាត់មិនឃើញតាមរូបថតទេគាត់មើលផ្ទាល់បាទគាត់ឃើញផ្ទាល់តែម្ដងត유명한 식당에 갔습니다. បាទខ្ញុំគិតថាអាចភោជនីយដ្ឋានល្បីប៉ុន្តែយើងមើលនៅកន្លែងនេះបើយើងដាក់តាភោជនី유명한 식당អត់ត្រូវទេព្រោះអីដោយសារគាត់ទៅភុកឈុនហានអុកម៉ាល់មួយទៀតបាទអញ្ចឹងពីរកន្លែងនេះគឺនៅក្នុងទីក្រុងសេអ៊ូលបាទដូច្នេះចម្លើយត្រឹមត្រូវគឺលេខ1ចាគឺគាត់បានទៅទីក្រុងសេអ៊ូលតលេខ331자, 과거의 한국 가족 형태는
할아버지와 할머니, 부모, 자녀들이 함께 살아서 식구가 많았다. 떠는 게 gì 과거 한국의 가족 형태. 떠는 cái này biết 과거. 과거. 가족 형태 그 miền này đấy, miền sama적 크루사잔. 또 식구가 많았습니다. 그래서 miền ta, dây, bụng đai, 하는 건 루나의 주부님. 정 삐아테다가 비단. 그래서 큰 집을 선호했다. 말이시네 하이. 좀 lại ní cứ 큰 집을 선호했다. và cái trong bàn và 대통 말해서 ấy 크루사 루나를 내가 chia 그럼 하지만ต่อ chứ lại ní chính 삐 하지만 mà ấy.ต่อ삐 하지만 lại ní miền tham tôiគ្នាអ្វីដែលនៅខាងលើហើយនឹងខាងក្រោមនេះគឺផ្ទុយគ្នាហើយណាតើ 하지만 요즘 부모가 자녀만 살아서 식구가 적다.តើយើងមើលនៅកន្លែងនេះគេនិយាយមិនដែរ 식구가 적다. បាទទី1បច្ចុប្បន្នហ្នឹងគឺសមាជិកគ្រួសារតិចដោយសារមានតែឪពុកហើយម្ដាយក៏ឪពុកម្ដាយហើយនឹងកូនរស់នៅជាមួយគ្នាតែ3នាក់3ឬក៏4នាក់ 그래서 តើពីមុនសមាជិកច្រើនគេត្រូវការផ្ទះធំឥឡូវហ្នឹងសមាជិកតិចគេត្រូវការផ្ទះមិនដែរអានេះយើងស្មានចម្លើយសិនបាទប្រកបជាត្រូវការផ្ទះតូចហើយបាទផ្ទះតូចបាទអញ្ចឹងនៅក្នុងកន្លែងនេះប្រកបជាផ្ទះតូចហើយបាទប្រកបជាពាក្យយើងរកមើលពាក្យណាដែលពាក់ព័ន្ធនឹងផ្ទះតូចទៅក៏ត្រូវហើយតោះឥឡូវយើងមើលចម្លើយលេខ1 아버지가 젊으시다. 또 ឪពុកក្មេងបាទមានពាក់ព័ន្ធចម្លើយទេណា ត 어머니와 딸은 항상 싸운다. ត ផ្ទះនៅជាមួយគ្នាផ្ទះតូចពេកម្ដាយហើយនឹងកូនឆ្លោះគ្នារហូតមែន អត់ទេគេអត់មាននិយាយពីរឿងហ្នឹងទេ ត ទី 3 부모와 자녀는 늘 서로 걱정하게 된다. បាទមានថាឪពុកម្ដាយហើយនឹងកូនហ្នឹងតែងតែបារម្ភពីគ្នាទៅវិញទៅមកបាទមានសមាជិកតិចនិយាយគ្នាបានច្រើនខ្ញុំគិតថាមិនត្រូវជាបារម្ភពីគ្នាប្រហែលទេញ៉ាំ 다른 정글에 작은 주택이나 작은 아파트에서 서로 주로 산다. 마루는 때 르모이거 아파트면 날 tôi mà 작은. toàn chân được lấy trong lại cái lấy buồn mà vì 프로에 대해서 다 chắc chắn tất cả thông 뭐 맞을 때 똑같이 들어가 작은 주택이나 작은 아파트. 다른 정글에 그러나 집 크기와 상관없이 가족은 화목하게 지낸다. 본다. 그로사 그 민스 그래 속 đông rung mình hiểu và miên cái 속 bài chỉ mỗi khi nè là mình vẽ pon chỉ mỗi tầm hôm này vẽ lại và mẹ pi môn vẽ thông có rồi nó 속 bài mỗi khi nè lớp vẽ tốt có nơi rồi nó 속 bài chỉ mỗi khi này nha chỉ chấm lại cái lại lý sa mỗi này cứ lấy buồn lấy buồn chân pe na dương an ăn bót dương mơ là bìm chân giờ đây dương mơ là bìm chân tới dương ai rồi chấm lại khơi này ta lấy sam sập pí 미세먼지는 우리 눈에 보이지 않는 아주 작은 물질이다. 미세먼지 그지 사르티에 또 맨땐 đại cái đấy 우리 눈에 보이지 않는 đại mơ này mình khơi 눈에 보이지 않다 mơ ở khơi những này tại vì 사르티에 또 맨땐 là dương mơ những này ở khơi 대기 중에 오랫동안 떠 다니거나 흩날려 내려온다. 대기는 그래 뭐 설 rồi còn lùm họ bà mình thao viên rồi sắc đại rồi dạy bây giờ nó lơ lùm họ là cả thằng ấy và tao mà tiết hít này nó 내려온다 tao hít này nó 내려온다 nó cái mình tham viết sơ lại trong một mình bà mình vẫn đại hết lại trong một mình nhá tao chân cái tim mũi khăn bây giờ khăn lớn cái gì ông pí ta mình xem mình chỉ nó cứ chờ vậy thì về mình chỉ cứ chờ 아주 작은 물질 대기 중에 오랫동안 떠다니거나 흩날려 내려온다. 또 맞대는 강그라움니. 오랜 기간 미세먼지에 노출될 경우 또 노출되다는 걸 아니면 하트라 그러면 그 빠. không cả đây là những 빠 chỉ mỗi năng thủ lý đây là năng rồi bây giờ 면역력이 떨어져. 면역력이 떨어져. 또ប្រព័ន្ធការពាររាងកាយធ្លាក់ចុះបាទធ្លាក់ចុះ떨어져តដូចខ្ញុំបញ្យល់ហើយម្ដងណាពេលណាយើងឃើញតម្រងញ៉ាតម្រងចនេះចឹងតម្រងចហ្នឹងមានបើទី1អាអយសបាទគឺតម្រងហ្នឹងគឺតម្រងអាអយសហ្នឹងឯងដែលគេលុបសចោលចឹងនៅក្នុងអត្ថបទភាគច្រើនគេលុបសចោលអញ្ចឹងមានន័យថាពេលណាតម្រងអាអយសអ្វីដែលមកពីក្រោយមានតែពីរប្រភេទទេដែរមកបានទី1ដែលអាចចូលប្រឡោះនេះបានគឺលទ្ធផលលទ្ធផលអញ្ចឹងមានថាបើសិនណាជាយើងអត់មានប្រព័ន្ធការពាររាងកាយរបស់យើងទេ
ta là tập hoa với dạng mày và các chỉ miền nghe những miền chủng người chứ như đó bị na đá bẹ pon chỉ mùi nâng nghe những miền chủng người tao bà này đãต่อไปต่อมาที่ปีเอาไว้เดี๋ยวยังอาโจมาไปกลายถึงลงอาออยซอน้ำมันคือสกรรมเพียบต่อขณีสกรรมเพียบบรรทมสกรรมเพียบบรรทมต่อปนใต้ในขนมไก่นี่ขนมไก่นี่เดี๋ยวยังปลาชื่อสกรรมเพียบต่อขณีปีขำมุกขังกลายต่อขณีตัวใต้ปีประโยคนั้นแปะปนขณีต่อโดยจีออกมาทางฉะนั้น사과를 사서 먹어요. 그 쪽นี้ยังติงพลายปอมให้ยังยำวิเปปอนนี่ต้องทำให้ยังติงพลายปอมยังยำพลายปอมคือมีไหนจังจังในขนมไหลนี่มีในทางบาสันน่าจะขนมการนี้ได้วิจิตรกรรมพิบต่อขี้มีในทางวิเตอร์ต่อแปะปอนจะมวยออกมาเหมือนยังย่อก็รู้มวยก็กาดแผลเจ้ารู้มวยก็ไอ้จังได้วิด่าเชื่อเอาไว้ได้แปะปอนขี้จังเป็นอะไรยังอ่านจำเหลาที่ยังหนึ่งเคยไงนะต่อจังในขนมไหลนี่ประกอบจะปีจำเหลาคือปียังไงจังยังมือขนมขังกราวนี่เต้ยังหนึ่งเคยไงไม่ได้ต่อแพ้ขี้นึงให้ขังว่าเทนดาต่อประปอนมุกเงียสุดคลังจังมุนmà dương thử ở pon cà pi ấy mới được cái khăn chân muốn ở đây mình chơi chầm lào vậyต่อที่ปีมาชินินชิเกิลบอกนึงก็ชิชุดค่ะเนี่ยเราไปทะเลอันนั้นโครงการใดๆยังเตยมีเซมันชีช้านึงเฟื่อยปอนกาปีสกปรกยังแผลชดได้ชนะให้เนี่ยกูแต่ยันเนื้อมาหอบได้ช่างไงเนี่ยแต่ป่านนี้ก็ยังก็ท่าอันนี้พี่อาชีพจำลอยจำเตยได้นะคนใต้ยังเมื่อสำรวจเมื่อกี้ทำให้ขายังอายมาชิงก่อนจังไปใช้เมื่อจำเล่าเด็ดตรำเตยชิงเกบ่มพดvàจังพวกยังทำไม่เป็นอะไรยังánยังthử mơ lại và tôi bây giờ mơ tru chào đóยังthử mơ rồi chậm rồi chơi rồi chậm lạiต่อที่bảy 집 근처 공원이나 헬스장에서 운동하기에 적당하다ต่อซ้อมสอบในโครงการหัดปราณในส่วนฉบับฝ่ายแต่หรือมือก็กันไล่หัดกีฬานี่ก็มันจะจำเล่าได้มีแปะปอนเฮียเต้การ인정 그럴 감기, 기관지염, 피부병, 눈병 등 각종 질병에 노출될 수 있다. và những ai lịch liệt miền là những ai trôi trong chủng ngữ chỉ trangประเภท đôi chia đã sai chủng ngữ 기관지염 và liệtในประปอนในក្នុងរាងកាយរបស់យើងបន្តឬមកក៏ 피부병 បាទជំងឺស្បែកឬមកក៏ 눈병 ជាដើមចឹងមានថានេះវាជាលទ្ធផលបាទមានដោយសារយើងខ្វះប្រព័ន្ធការពារហ្នឹងវាអាចឲ្យយើងកើតនឹងជំងឺនេះបានចឹងចម្លើយគឺលេខ4ចាតើក៏ពិតសំណួរពីលេខ29ទៅដល់38ហ្នឹងបើសិនណាជាអ្នកចង់បានកម្រិត3កម្រិត4ឡើងទៅបាទកម្រិត4ឡើងទៅគួរតែរៀនអាហ្នឹងល្អតែបើសិនណាយើងគិតថាខ្ញុំចង់បានត្រឹមតែកម្រិត3សំណួរនេះយើងអានត្រួសបានហើយយើងមិនយកចិត្តទុកដាក់បើសិនណាយើងសាប់ពេលដែលត្រូវប្រឡងតិចបាទយើងសាប់ពេលដែលត្រូវប្រឡងតិចកុំ stress ជាមួយនឹងសំណួរលេខ29ទៅដល់38ហ្នឹងបាទព្រោះអានេះវាសំណួរហ្នឹងវាកម្រិតខ្ពស់បាទអញ្ចឹងហើយវាអាចពិបាកបើយើងធ្វើត្រូវក៏បានមកបន្ទុកកន្លះយើងខុសក៏បានមកបន្ទុកកន្លះដែរពេលខ្លះអ្នកខ្លះគាត់ទៅចង់បានបន្ទុកខ្ពស់ចំណាយពេលជាមួយនឹងប្រហែល10សំណួរនឹងច្រើនណាពេលនេះយើងចំណាយមកនឹងច្រើនយើងខ្វះពេលយើងធ្វើសំណួរផ្សេងអត់អស់ទេបាទតោះអញ្ចឹងចម្លើយគឺលេខ4ណាតោះឥឡូវលេខ33ដល់36បាទ33ដល់36ក៏យើងធ្វើគេដែរ다음 주어 싱글의 내용과 같은 것을 고르세요.ต่อនៅកន្លែងនេះគេឲ្យយើងជ្រើសរើសចម្លើយដែលដូចនឹងអត្ថបទខាងក្រោមតោះនៅពេលណាដែលយើងចូលសំណួរបែបនឹងលេខ33ដល់36មុនដំបូងយើងមើលសំណួរនេះគេឲ្យយើងធ្វើអីគេបន្ទាប់មកទៀតយើងមើលចម្លើយឲ្យហើយយើងមើលចម្លើយឲ្យហើយនៅពេលដែលយើងមើលចម្លើយរួចហើយយើងអានអត្ថបទទៅយើងអាណាដែលខុសពីចម្លើយនេះយើងខ្វែងវាចោលម្ដងមួយពេលដែលយើងអានចប់អត្ថបទនោះភ្លាមយើងរកចម្លើយឃើញដែរកុំឲ្យយើងបាក់ធ្វើពីបេតងបាទតើឥឡូវគេឲ្យយកខ្លឹមសារដូចគ្នាតទី1 우그씨는 아침에 운동합니다. បាទនៅកន្លែងនេះពាក្យកន្លឹះគឺហាត់ប្រាណពេលព្រឹកទី2 우그씨는 아침 6시부터 일을 합니다. បាទទី2ក៏ធ្វើការចាប់ពីម៉ោង6ព្រឹកទៅហ្នឹង 아침 6시부터 일을 하다. បាទនឹងពាក្យកន្លឹះ또 우그씨는 저녁에 마트에서 일합니다. បាទពេលល្ងាចក៏ធ្វើការនៅម៉ា트ហើយនឹងចុងក្រោយ 우그씨는 밤 11시에 한국어 공부를 합니다. ហើយពេលយប់ម៉ោង11គាត់រៀនភាសាកូរ៉េតោះអញ្ចឹងអានេះគឺជាចម្លើយដែលគេឲ្យយើងជ្រើសរើសអញ្ចឹងយើងអានអត្ថបទហើយយើងទៀងផ្ទាត់គូបកងគ្នាបងបាទម្ដងមួយទៅអានេះយើងអាចរកចម្លើយបានលឿនបាទយើងអាចរកចម្លើយបានលឿនទាក់ទងជាមួយនឹងអត្ថបទទាំងអស់ហ្នឹងចាតោះឥឡូវយើងមើលជាមួយនឹងគ្នា 우그씨는 아침 6시에 일어납니다. ទី1គាត់ភ្ញាក់ពីម៉ោង6ព្រឹកភ្ញាក់ពីម៉ោង6ព្រឹកបាទនៅក្នុងគឺអត់មាននិយាយពីអាឈីមេរណាដែរអត់មាននិយាយទេណាបាទអញ្ចឹងអត់ទាន់មានពាក់ព័ន្ធចម្លើយរបស់យើងទេ
또 6시부터 7시까지 집 근처 공원에서 운동을 합니다. 또 어느 그 라인이 mau 6ដល់ម៉ោង 7គាត់ហាត់កីឡាបាទmau 1ដល់ម៉ោង 7គាត់ហាត់កីឡាតមក6 7នៅកន្លែងនេះពេលព្រឹកឬពេលល្ងាចពេលព្រឹកព្រោះគាត់ភ្ញាក់ពីគេងបន្ទាប់មកគាត់ហាត់កីឡាមានពេលព្រឹកត우근 씨는 아침에 운동을 합니다.តត្រូវឬខុសត្រូវបានអញ្ចឹងចម្លើយចេញមកឲ្យលេខ1ហ្នឹងបាទលេខ1ព្រោះអីគាត់ថាម៉ោង6ដល់ម៉ោង7គឺពេលព្រឹកត្រូវហើយអញ្ចឹងបើគាត់ជាអាមួយនេះជាចម្លើយវាអត់គេអត់បន្លំយើងទេហ៎ឥឡូវយើងមើលបន្តទៀតត그리고 오전 9시부터 오후 6시까지 사무실에서 일합니다.តគាត់ធ្វើការពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានដែរម៉ោង9ដល់ម៉ោង6ល្ងាចតនេះគាត់ធ្វើការម៉ោងប៉ុន្មានពីម៉ោង6ព្រឹកទៅបាទមែនទេណា아침 6시부터가 아닙니다. 또បន្តមកទៀត오후 7시에 온라인 쇼핑으로 장을 보고 또ពេលល្ងាចម៉ោង7គាត់ទិញម្ហូបនៅតាម shopping តាម online shopping តអញ្ចឹងនៅកន្លែងនេះគាត់ធ្វើការនៅម៉ាតគាត់មាននិយាយដែរតនឹងចុងក្រោយ저녁 9시부터 집에서 한국어 공부를 합니다.តរៀនភាសាកូរ៉េពីម៉ោងប៉ុន្មានទៅដែរម៉ោង9ទៅបាទអញ្ចឹងអានេះពីម៉ោង11ទៅមិនជាចម្លើយទេតនឹង마지막 그리고 10시 반에 잠을 잡니다.បាទហើយពីម៉ោង10កន្លះហើយនៅម៉ោង10កន្លះគឺចូលដំណេកណាអញ្ចឹងចម្លើយគឺលេខ1បាទឥឡូវយើងសាកមើលលេខ3លេខ4អ33 34 35យើងធ្វើរបៀបដូចគ្នាអញ្ចឹងបាទយើងធ្វើរបៀបដូចគ្នាអញ្ចឹងទៅបានហើយព្រោះគេឲ្យយើងធ្វើដូចគ្នាអញ្ចឹងគឺ내용과 같은 것을 고르세요. 자,ទី1 희안 씨는 한국 생활에 익숙합니다. 자,ទី1គេនិយាយពីដែរគាត់ស៊ាំជាមួយនឹងជីវិតនៅក្នុងប្រទេសកូរ៉េតទី2희안 씨는 중국어 강사로 한국에 왔습니다.បាទមានគាត់មកប្រទេសកូរ៉េក្នុងនាមជាគ្រូភាសាចិនបាទអញ្ចឹងគាត់មកបង្រៀនជាគ្រូភាសាចិនបាទគ្រូភាសាចិនតទី3희안 씨는 한국 생활이 힘들지만 즐겁습니다.ត희안ជីវិតនៅកូរ៉េរបស់គាត់ពិបាកមែនប៉ុន្តែគាត់សប្បាយតហើយនឹងចុងក្រោយ희안 씨는 주말에 센터에서 중국어를 가르칩니다.តគាត់បរៀនភាសាចិននៅ center ថ្ងៃអាទិត្យចុងសប្តាហ៍តអញ្ចឹងយើងមើលនៅកន្លែងនេះយើងអានទៅមើលពាក្យកលឹះនៅក្នុងនោះទៅបានទី1 익숙하다ទី2 중국어 강사ទី3뭐 힘들지 않지만 즐겁습니다 하는ទី4គឺ 중국어를 가르칩니다 នៅចុងសប្តាហ៍តចាឥឡូវយើងនឹងមើលជាមួយគ្នាត희안 씨는 한국 사람과 결혼해서 한국에 왔습니다.តគេប្រាប់ឲ្យគាត់មកប្រទេសកូរ៉េដោយសារគេដែររៀបការជាមួយនឹងជនជាតិកូរ៉េតអញ្ចឹងនៅក្នុងកន្លែងនេះដែលគេឲ្យមកយើងមួយគឺ중국어 강사로 한국에 왔습니다. 거하이. 연애 보이면 중국어 강사로 한국 사람과 결혼해서 한국에 왔습니다. 만약 리피 커 뭐야? 또 평일에는 학원에서 학생들에게 중국어를 가르칩니다. 또 꽃봉린 비사전 빼나라 너 평일. 또 평일은 그 라인이 미에ថ្ងៃច័ន្ទដល់ថ្ងៃសុក្រតនៅក្នុងអត្ថបទរបស់យើងគាត់ថាគាត់បរៀននៅពេលណាដែរចុងសប្តាហ៍នៅ center បាទអញ្ចឹងលេខ4នេះក៏មិនជាចម្លើយដែរ자, 그리고 주말에는 다문화 가족 지원센터에 가서 한국어를 공부합니다. 하위는 trong 사파다 과터 미참 꼼삐 크루사 페브 토하이 리엔 피사 고레 한국어를 공부합니다. 또는 그라니 짠민 이제 삐까린 피사 그래대. 또 희엔 씨는 아직 한국 생활에 익숙하지 않아서 또 이번에 그라니 아직 익숙하지 않아서 또는 그라니 더 익숙합니다. câu hỏi với câuថា익숙하지 않았습니다. 익숙하지 않아서 힘듭니다. 것 힘들어요. 하지만 즐겁습니다. 힘듭니다. 하지만 cái này mà 동롱 뭐지 그 힘들지만 즐겁습니다. 좀 알리만은 한국 생활이 힘들지만 즐겁습니다. 좀 알리 bởi. Chứ bây giờ ăn chấp nhưng khơi chùm lão gì nó ăn tập bọt cả ăn tập bọt nàyต่อมาទៀត35 알리산 35 주어진 글의 내용과 같은 것을 고르세요. 알레징 왜 안타버튼 크라우튼 무슨 라우션 한국의 봄은 2월부터 4월까지입니다. 봄은 2월부터 4월까지 아니 좀 많이 안 그런 거 này 보이 khai bấy đã khai pram 봄. 한국 사람들은 봄에 꽃을 보러 갑니다. nơi 가리 깨드먹까 Tại bây 한국 사람들은 봄, 가을, 겨울에 휴가를 갑니다. Và kể từ vì mà cao nơi rồi đợt cà rí rồi đợt sạc chơi chú hay rồi đợt rồi nghỉ rồi sẽ được có. Nâng chi trong cái 한국 사람들은 덥고 비 오는 여름의 날씨를 좋아합니다. 다 전체 그래 쪼chất
và acacia trong đời cái đáy đại miếng để cái đáy kháng hơi nắng miếng phèn phèn chẳng lẽ cái bịa cái lưới nó không trong lão này thì mỗi dạ pe phom pi pe nè đọc pe nè và tôi mà tiện nơi phom nâng kê từ phơi ấy và kê từ mờ ca ótต่อที่ใบตาจนจิตกระไรเกตาวิสมการนั่นเป็นน่ะจะยังรออัดบารอยขึ้นจากเกตาเป็นนะยังอาจเพียงต่อจมูกจมูกเรายังเคยไงต่อให้ในจังกรายฮังกุสลามเดินอัตตนาสิเรื่องชัวหันจีต่อจนจิตกระไรเกยช่วยเชื่อรายการไอ้จังยังรออาการเรื่องน่ะเคยตั้งยังรอจมูกเราเคยไงต่อแล้วยังมือจมูกยังเนี่ย한국은 4계절이 있습니다. 면 문을 열까? 봄은 따뜻하고 꽃이 피지만 황사가 있어 외출할 때 반드시 마스크를 써야 합니다. 하루 덮가리, cọc miền cà rích, vận tải 황사 또 황사는 cái này sạch bùn và sạch ở bùn đó và nó trào nó cái đấy về đập cà rích này. 또 황사가 있어 외출할 때 반드시 마스크를 써야 합니다. 마스크를 빼마. 또 nơi cái này trong này cái anh mình bẹ pon cho mùi nắng. Xâm lợn trong lõi bao giờ với cái mình gì trong lõi bao giờ anh mình gì bị mai chứ nhưng mà thoa bao hơi sao. 그래도 사람들은 꽃을 보러 갑니다. 번따 mà lúc ta mới cả. Cái mới cả nó bên nào đấy? Nơi rồi đấy. Cà rích. Nơi đó cà rích. Chẳng lịch mùi 봄은 2월부터 4월까지 cái anh mình dậy tới không cái anh mình bị bỏ rồi đẹp giờ này. 정 좀 나오면 좀 나오예. 따뜻히 한국 사람들은 봄에 꽃을 보러 갑니다. 따뜻하게 đi sao phải không? Với cái xe bắn mini thật ra đấy bà mấy nhé. Tụi bây giờ cái bẹ mát vòng tay chẳng nào cả đó 한국 사람들은 꽃을 보러 갑니다. 단장을 lấy 머리 빨리 보는 건 커. 여름은 아주 덥고 비가 많이 옵니다. nơi đợt cà rích ở đợt cái này cứ cái kháng hơi phì chán. 한국 사람들은 여름에 휴가를 많이 갑니다. 전체 그래 cái chỗ chất tư vị mà ca nơi bên này đấy 여름 đó cho mới là cái lông chùm lại bao nhiêu cái đấy 봄 가을 겨울 반증 멘티 좀 나올 때 với cái chỗ chất tư nơi bên 여름 가을은 시원하고 날씨가 좋습니다. này cái anh mình dậy đấy mình ăn tập bao nhiêu đợt 가을 대체 하이나까 실러 사람들은 가을이 되면 단풍 구경을 하러 산에 갑니다. 앞에 나를 석초주는 존짓 그래 마음은 오면이 깨때 phnom 산에 갑니다. 때 phnom là bay mới 석초 발포 단풍 구경을 하러 산에 갑니다. 깨때 phnom là bay mới 석초 발포 겨울은 춥고 눈이 많이 옵니다. 말을 đợi nghĩa cứ từ trẻ hai nắng bờ thiệt khang. Toàn chân được không lại những cái mình vậy thay chân chỉ kể cho đợi ca lại tề. Bạn chân lịch 4 comment chỉ chấm lại đây mà chấm lại cứ lấy. Bị. 다부터 말리쌈 섭브라모이 말을 그냥 좀 로봇게 주어진 글의 내용과 같은 것 간식을 좀 나오이 để đôi được không ăn tập bọn này. trong nhà lấy cho thử mới khẳng định muốn đấy mình chắc nè mới khẳng 좀 나오이 muốn. 제주도에서 사진을 찍는 사람들이 많다. 미네 더럽 nơi có 제주 tràn. thì mới 더럽 tràn nhưng 좀 특히 제주도 관광객 수에 점차 감소하고 있다. 좀 넣은 피우테스죠. nơi có 제주 점차는បន្តិចម្ដង감소는ធ្លាក់ចុះចំនួនភ្ញៀវទេសចរទៅកោះ제주នឹងគឺធ្លាក់ចុះបន្តិចម្ដងទី3 제주도로 이사하려는 사람들을 위한 부동산 안내서도 다양하다. 그냥 vậy tha sập hơi mẹ có tên này nom ăn cho nè trộm sầm ráp nhẹ đại trăng rơ từ nơi có 제주 제주도로 이사하려는 사람들 bà nè đại trăng rơ từ nơi có 제주 bà cứ sập hơi này nom bia cho nè trộm cứ miến tràn sầm bầu bạc 또 하는 모션 그라이 제주도 관광 열풍으로 제주도 생활을 담은 소설이 인기를 얻고 있다. cái thằng đời xa tại ca bên niệm tỏ 열풍 nó lại như ca bên niệm ca cho trực khang bà ca cho trực tiếp cho nó có chế cho nước ban phơi áo bà lòng lột bà số số đại bằng cấp ông pichu vật rồi nơi có chế cho nước từ tuổi ban ca bên niệm bà chưa ban bà chưa prey hiệp khang bạn chân cho mưa được lại ta ở quay tới để ban từ tuổi bà chưa prey hiệp khang chia phơi bà lòng lột rồi mới có chiều vậy chân lấy như khơi cái lúc mà chấm lại mà chấm nón là dân trời rồi khơi nó bây giờ dân an ấy chứ gì cho làm an thật bọn ta 지난해 우리 국민 1,000만 명 이상이 제주로 찾을 정도로 요즘 제주도는 국민적인 관광지로 거듭나고 있습니다. thì mỗi dân mở ca bị năm muốn
មានហាមប្រជាពលរដ្ឋរបស់ពួកយើងបាទប្រជាពលរដ្ឋកូរ៉េជាង10លាននាក់បាទបានទៅកោះឆេជូតាមរងអឺចុងដូនៅកន្លែងនេះបាទអឺចុងដូនៅកន្លែងគាត់គេចង់ប្រាប់ថាវាទំហំវាប្រហាក់ប្រហែលគ្នាបាទបាទថាអញ្ចឹងនៅក្នុងកន្លែងយើងអាចនិយាយថាដោយសារទៅបាទមានដោយសារមានអ្នកទៅអីគេទេយកចឹងឆេជូដូឯងគុំមានចឹងឯងខ្លាំងជារោខទៅណាគូអ៊ីតាបាទដែលធ្វើឲ្យអីគេដែរកោះឆេជូនៅសប្តាហ៍ថ្ងៃហ្នឹងคล้ายទៅជាតំបន់ទេសចររបស់ប្រជាពលរដ្ឋទាំងមូលបាទគង់មានចុកខ្លាំងឡើងជាបាទតំបន់ទេសចររបស់ប្រជាពលរដ្ឋបាទចឹងមានអ្នកទៅច្រើនបាទមានអ្នកទៅច្រើនតបន្តមកមានឃ្លាមួយទៀតដែលគេនិយាយ제주도 광양 열풍이 지속되면서 마미한 까ጵិនិយម đã nơi cao từ lên nơi có 제주도 mình ca lại tao bữa sáng chỉ 까ጵិនិយម mình ca lại chùm luôn nè tôi cho thôi cho được một ca lại và họ chỉ ca lại chẳng lấy pi ở trời tế nè tại chân giờ mới là cái 열풍 bà bị 열풍 sẽ trong buổi sầm rùa thị buồn này này chân tại sao 열풍 nắng bà làm lục lập bày chứ nhưng mới tiền mấy đấy 열풍이 지속되면서 제주도에서 생활하며 보고 듣고 느낀 점을 에세이 형식으로 또 에세이는 cái này cứ mình men chia pro làm lục tệ và essay nó cứ chỉ một phép tại gì cái đấy chỉ một phép tại gì cái đấy 또 쓴 글이나 화보 등도 큰 인기를 끌며 cái trong vậy tha mẹ đã xa cà phê niệm không cà phê mà tôi cho tôi có 제주នឹងឯងបានធ្វើឲ្យគេដែរអត្ថបទឬមួយក៏រូបគំនូរដែលធ្វើរូបភាពបាទរូបភាពដែលថតឡើងក្នុងទ្រង់ទ្រាយ essay នឹងឯងដែលបង្ហាញអំពីជីវិតរស់នៅកោះឆេជូអ្វីដែលបានឃើញអ្វីដែលបានឮនិងអ្វីដែលមានអារម្មណ៍នៅទីនោះបាទកំពុងទទួលប្រជាប្រិយភាពខ្លាំងតោះអញ្ចឹងនៅកន្លែងនេះទទួលប្រិយភាពអីគេដែរ essay 형식으로 쓴 글이나 화보 បាទមិនមែនសូសលទេអញ្ចឹងលេខ4ក៏មិនមែនជាចម្លើយដែរចាបន្តមកទៀតmà 인기를 끄며 연이어 나오고 있습니다. 다윗 막봄 사이 제목 chiaបន្តត연이어 나오고 있다. vàវាផ្សព្វផ្សាយចេញមកជាបន្តតាមពិតដូចនៅកន្លែងសំណួរលេខ36ដូចនៅក្នុងពេលខ្ញុំបរៀនផ្ទាល់ក៏អញ្ចឹងដែរបាទគឺជាប្រយោគដែលពិបាកបាទប្រយោគវែងហើយពិបាកខ្លាំងមែនតើបាទអញ្ចឹងនៅត្រង់នេះបងប្អូនណាដែលថាយើងអត់ចង់បានកម្រិតខ្ពស់ខ្លាំងទេមិនតន់ខ្វល់ប្រយោគនេះក៏បានដែរយើងអាចរំលងវាក៏បានដែរណាពេលព្រោះបើសិនណាយើងរៀនយើងត្រូវមើលពាក្យមួយវេយ្យាករណ៍ពេលខ្លះវេយ្យាករណ៍នេះវេយ្យាករណ៍អំបាទាំងអស់ណាវេយ្យាករណ៍ដែលពិបាកណា연이어 나오고 있습니다. 그리고 여행뿐만 아니라 momentum 테스트 번호때 제주도로 이사하려는 사람들을 위해 부동산 정보가 담긴 안내서 다시 뭐라 그러니 부동산 정보가 담긴 안내서 마서 펌맥 어때 đại bằng cọp nơiព័ត៌មាន ដែលបែបសរសេរនៅព័ត៌មានអចលនទ្រព្យបាទសម្រាប់អ្នកចង់រើមកកោះឆេជូហ្នឹងចំឆាថាយ៉ាងនេះជីវិតបាទមានការកើនឡើងជាច្រើនសម្បូរបែបបន្តិចម្ដងបាទអញ្ចឹងនៅកន្លែងនេះចម្លើយលេខ3 이사하는 사람들을 위한 부동산 안내서도 다양하다.បាទចម្លើយលេខ3តោះសាជាជីនៅស្រាំគេអត់មាននិយាយទេបាទគេអត់មាននិយាយពីអ្នកថតរូបទេបាទអញ្ចឹងនេះគឺជាចម្លើយបាទពីលេខ33ដល់36បាទតោះបន្តមកលេខមើលលេខ37បាទលេខ37គឺ 그래 중심បាទ그래 중심នៅកន្លែងនេះគឺនិយាយអំពីអត្ថន័យស្នូលបាទក្នុងអត្ថបទគេចង់និយាយអត្ថបទហ្នឹងគេនិយាយពីអីតើអញ្ចឹងនៅក្នុងកន្លែងនេះកុំតើមើលចម្លើយមុនយើងមើលអត្ថបទមុនវិញបាទក្នុងករណីលេខ37 38យើងមើលអត្ថបទរួចហើយចាំយើងរកចម្លើយពីព្រោះដោយសារចម្លើយពេលខ្លះវាអត់និយាយដូចក្នុងអត្ថបទហ្នឹងវាសរុបសេចក្តីយល់ទេវាសរុបសេចក្តីអញ្ចឹងពេលណាយើងអានអត្ថបទមុនយើងខាតពេលយើងអានចម្លើយមុនខាតពេលវិញយើងអានអត្ថបទរួចហើយចាំទៅអានចម្លើយបាទតើយើងមើលអត្ថបទជាមួយនឹងគ្នា 과학기술이 발달하면서 현대인의 생활은 많이 편리해졌지만 다른 라인 때문에 이제 다ភាពចម្រើននៃបច្ចេកវិទ្យាវិទ្យាសាស្ត្របានធ្វើឲ្យយ៉ាងនេះដែរជីវិតរស់នៅរបស់មនុស្សសម័យបច្ចុប្បន្ននឹងងាយស្រួលជាងមុនបាទប៉ុន្តែ 잘못된 생활 습관으로 인해 생활 습관병이 발생하기도 한다. ប៉ុន្តែវាក៏កើតមាននៅជំងឺទម្លាប់នៃជីវិតរស់នៅដែលកើតឡើងដោយសារទម្លាប់នៃជីវិតដែលមិនត្រឹមត្រូវដែរទម្លាប់ជីវិតប្រចាំថ្ងៃដែលមិនត្រឹមត្រូវនោះវាធ្វើឲ្យយើងមានជំងឺបាទជំងឺដោយសារទម្លាប់បាទនៅក្នុងជីវិតប្រចាំថ្ងៃហ្នឹងតើអញ្ចឹងឥឡូវគេឧទាហរណ៍대표적인 예로 당뇨병이 있는데
이는 잘못된 음식 습관으로 생기는 질병이다. đó. Được lấy cái tim mũi cái gì tha đời sản chủng ngữ tùm lộ bảo dương cho cái lực thằng nhộp chống để cái gì tha mấy cứ chỉ chủng ngữ để cả láng đòi xa tùm lộ nhà mà hát đai mình trầm trật. Dạ chân bây giờ nhà mà hàm trầm trật thừa chứ miễn thằng nhộp chống. 또 빵, 국수, 초콜릿 등 포함된 탄수화물을 지나치게 많이 섭취하고 섭취하고 까를 dân tua tiền nấu ha đại miền chít kè là đại dùng bông mà cho đôi chiều làm 빵 cà tiêu rồi mua có 초콜릿 등 ấy. 또 오래 시간 동안 앉아서 근무하며 운동 부족 상태 지속되면 하의 không ca là dân coi địa bê du hơi thưa ca miền khoa ca thưa lồng hạt pràn tạo undung sang thế ca chỉ sọc thể bujuk sang thế ca chỉ sọc thể miền bà đại hà thưa ở san là phiệp này san là phiệp trong vần vậy này nè tạo được lại cái gì mấy undung bujuk sang thế ca chỉ sọc thể miền bà miền san là phiệp là dân khoa ca lồng hạt pràn nắng viên ở bên đó viên thưa ở cái đấy 당뇨병에 걸릴 확률이 높아진다. 그러니까 까증을 등록하면 그 부분. 따라서 건강한 삶을 위해서라도 탄수화물 섭취를 줄이고 난증면서ដើម្បីជីវិតឲ្យមានសុខភាពរបស់យើងទីមួយត្រូវបន្ថយការទទួលទាននៅអាហារដែលមានសារជាតិហ្គា 근무 중 틈틈이 규칙적인 운동을 실시하는 생활 습관 개선이 필요하다. 말이시네. 하영 들어가 cai tùm lọm này chỉ vào nơi bị chăm ngay đã làวันcái hát pra này bàn tiếng tuần nó pe để dân miền pe tùm này tỏ thơm thơm mì tỏ khẩn mùi dung thơm thơm mấy miền thay dân chỉ pe nó không mong thứ cả này bà đã bay hát pra ở chia ở bàn tiếng tuần toàn trở lại ăn tập bát đây cái gì vậy này nhưng bộ pra chắc phải dân mới tới dân đăng cái mình chân này tao rất muốn cái dân ai sợ là bao nhiêu không ăn tập bát chỉ bị sợ không mày bà đây xem bộ pra ở những cái bàn đấyตอนนั้นเราเก่งใจท่าตีมวยขวากิสุบาไอทีนั่งวิเธออาชีวะระบบปุยยังหล่อภาษางี้สรุปปุ่นแต่ก็ช่วยยังมีจุดยืนได้จังขันเลยนะครับเป็นวิวก่อนใหญ่เจ้าเลยเอาไว้ได้สำคัญเลยขันเราเนี่ยเก็บประโยชน์อะไรจุดยืนไอ้เกจังวิวแถวยังsinh hoạt 습관 병นึงสิไอ้บ้านจังกินเลิกยังเลิกกินเลิกทางโยนึงมาเอามวยทางโย병นึงไอ้เวกาลังเลย3 บุญให้ได้จังเราไปยังกัดตะทอยในจุดการต่างๆนั้นยังเธอไอ้탄수화물 접시 줄이고 틈틈이 규칙적인 운동을 실시하다. 당장 어떤 나이 급반응 알려 준 뭘 따리 뭐 생활습관병은 과학 기술이 발달하면서 생긴 병이다. và 따리 뭐는 cái này cái gì tham mày đấy và cái gì tham 생활습관병은 과학 기술이 발달하면서 생긴 병이다. tại sao gì tham chủng ngữ tùm lọp này chỉ vào nó cứ chơi chủng ngữ để cả miễn đời xa ca đi chủng ra đấy phải chạy cả chi ba mẹ tê cái gì là sao mùi hai cái đấy 잘못된 생활 습관으로 và bạn chỉ dùm lại rồi đấy đời xa tùm lốp này phải chăm ngày bởi những việc khó bạn nhưng mình chừng người này 다대비 당뇨병이 생기면 규칙적인 운동을 해야 고칠 수 있다. tại sao bây giờ dân mình chúng tôi từng phải miếng trời khắc pra này bạn tiếng tốt từ án phía bà bạn toàn được lại cho anh mình dễ bị cặp phía bà tế bạn chẳng liệt pi của mình chỉ dùm lại đấy ta liệt môi của mình dùm lại liệt pi của mình dùm lại đấy ta liệt 7 빵, 국수, 초콜릿은 탄수화물이 많으므로 먹지 말아야 한다. ta liệt 7 nó cái gì thằng mày đấy 빵, 국수,ជាមួយchocolate nó vì mình là sẽ chít kẹt hơn tràn được chứ nè mình tới nhắm vì tràn lại tao nó lấy cho mình vậy nhắm tới đưa mình nhắm tràn này có cái áo bật thôi 줄이다 tapi 줄이다는 mình thay cái mẹ ăn ao dương nhắm ấy có cái ao dương bật thôi bạn chẳng liệt 7 của mình chỉ dùm lại đấy dùm lại liệt 4 nước này tao 탄수화물 섭취를 줄이고 규칙적인 운동 등의 생활 습관 개선이 필요하다. hiện trời cai tùm lọt và đôi chỉ cách thôi cả nhằm là hai để mình xài trên ké hai nắng tùm lọt cả hát kỳ là ở bán tiền toàn chân đây cứ chỉ chùm lão bỏ dưỡng đời không lấy 37ปี또 하나 뭐 좀 그라울리 37 또 다음을 읽고 질문에 답하시오. 글의 제목 ta được lại cho ao dương rồi chùm nón chương này ăn tập bọn nó chứ mưa ta anh để đau khâm sao từng on nó không nặng chứ bên này dương ăn rồi quay đây chỉ chế mốc bên này tha dương thở mấy chùm lau bao dương nó cứ đau khâm sao từng on nó không nặng dương ăn anh cái đau ta một này bà này mà thật đau ta bẹt đà khang lên mà cái đau bẹt đà khang cào
nhưng 안អាចយកវាជាចម្លើយបានទេតើឥឡូវយើងមើល또 최근 청년 실업률이 증가하면서 직업과 직장을 가지는 것이 많이 힘들어졌다. 제목이 이제 답니다. ការកើនឡើងនៃអត្រាបាត់បង់ការងាររបស់យុវជននៅពេលបច្ចុប្បន្នបានធ្វើឲ្យគេដែរ 직업과 직장을 가지는 것이 많이 힘들어졌다. បាទការដែលយើងចង់មានមុខរបរនិងមានក្រុមហ៊ុនធ្វើការហ្នឹងគឺពិបាកខ្លាំងជាងមុន 그러나 막상 직장에 들어가도 បាទប៉ុន្តែតើ 막상 នៅកន្លែងនេះមានថាហើយមកយើងធ្វើអីហើយតែអីមួយទៀតពេលនេះគេប្រើ 막상 ប៉ុន្តែនៅពេលដែលយើងបានចូលទៅក្រុមហ៊ុនហើយ 그만두고 싶은 마음이 여러 번 생긴다. បាទតែដល់ពេលបានចូលទៅក្នុងកន្លែងធ្វើការហ្នឹងហើយតើយើងមានចិត្តមួយចង់ឈប់ធ្វើការវិញជាច្រើនលើកច្រើនសារតើ 직장은 우리가 간절히 원하는 것이지만 បាទកន្លែងក្រុមហ៊ុនហ្នឹងគឺជាកន្លែងដែលយើងប្រាថ្នាចង់បានមែនតើតើ 간절히 원하는 곳 បាទកន្លែងដែលយើងចង់បានខ្លាំងមែនតើតើ 간절히 នៅកន្លែងមានថាចេញពីចិត្តអស់ពីដួងចិត្តណាប៉ុន្តែវាក៏ជាគេដែរ 가장 스트레스를 많이 받는 곳이기도 한다. បាទហើយវាក៏ជាកន្លែងដែលយើងទទួល stress ខ្លាំងដែរ 그렇다면 직장에서 스트레스를 덜 받고 직장 생활을 잘 하려면 어떻게 해야 할까? តើនៅកន្លែងនេះកន្លឹះហើយយើងមើលกันអញ្ចឹងបើសិនជាយើងចង់ទទួល stress ឲ្យតិចជាងមុនតើថលនៅកន្លែងនេះមានតិចជាងបាទបើយើងចង់ឲ្យទទួល stress តិចជាងមុនហើយយើងចង់រស់នៅក្នុងជីវិតនៅកន្លែងការងារនឹងឲ្យបានល្អតើយើងត្រូវធ្វើដូចម្ដេចនេះជាសំណួរវិញអញ្ចឹងនៅខាងលើគេចង់និយាយថាស្ថានភាពឥឡូវហ្នឹងធ្វើឲ្យពិបាករកការងារតែពេលបានចោលការងារហើយចង់ចូលចង់ឈប់វិញបាទអញ្ចឹងមានថាអញ្ចឹងដោយសារមូលហេតុដែលយើងឈប់នោះដោយសារ stress ចាអញ្ចឹងតើយើងត្រូវកាត់បន្ថយ stress ហើយនឹងយើងធ្វើឲ្យជីវិតរស់នៅរបស់យើងដែលជាបុគ្គលិកនឹងបានល្អនឹងយើងត្រូវធ្វើមិនតា 직장 생활을 잘하기 위해서는 បាទនេះគេប្រាប់កន្លឹះហើយទី1 출근 시간에 늦지 않도록 자기 관리를 잘하는 것이 중요하다. បាទទី1គេឲ្យយើងធ្វើគេដែរគ្រប់គ្រងខ្លួនឯងឲ្យបានល្អដើម្បីកុំឲ្យយឺតក្នុងម៉ោងចូលធ្វើការនេះគេប្រាប់កន្លឹះយើងហើយតទី2 또한 근무 시간에 자신의 업무에 충실해야 하며 បាទទី2នៅក្នុងម៉ោងធ្វើការត 근무 시간에 자신의 업무에 충실해야 하며 បាទគេយើងត្រូវតែស្មោះត្រង់ជាមួយនឹងការងាររបស់យើងតើមានយើងអត់លួចធ្វើការងារអីផ្សេងអញ្ចឹងណាតើអាំយ៉នៅកន្លែងស្មើនឹងទម្រង់ខុសដូចគ្នាអញ្ចឹងតើ 맡은 일에 책임감을 가지고 행동해야 한다 បាទហើយទី3គេឲ្យធ្វើគេដែរ 맡은 일에 맡은 일에 책임감을 가지고 행동해야 한다 បាទគឺយើងត្រូវធ្វើសកម្មភាពដែលមានទំនួលខុសត្រូវជាមួយនឹងកិច្ចការដែលយើងទទួលដែលយើងត្រូវធ្វើហ្នឹងតើ 또한 직장 동료들과 인간관계를 잘 유지하며 즐겁게 직장 생활을 하는 것이 중요하다. បាទហើយមួយទៀតហ្នឹងគឺយើងត្រូវរក្សានៅទំនាក់ទំនងជាមួយអ្នកដទៃជាមួយនឹងបុគ្គលិកជាមួយនឹងមិត្តរួមការងារនៅក្នុងក្រុមហ៊ុនរបស់យើងឲ្យបានល្អហើយយើងត្រូវមានជីវិតរីករាយបាទនៅកន្លែងការងារហ្នឹងគឺជាចំណុចសំខាន់តោះយើងមើលនៅក្នុងកន្លែងនេះតាមពិតបើយើងពេលណាយើងអានទៅយើងនឹងឃើញថាគេប្រាប់អីគេដែរនៅក្នុងកន្លែងហ្នឹងកន្លឹះដើម្បី stress를 덜 받고 직장 생활을 잘 하려면 បាទដើម្បីយើងបានទទួលមានថាយើងកាត់បន្ថយ stress ហើយនិងមានជីវិតនៅកន្លែងការងាររបស់យើងល្អតើអញ្ចឹងហ្នឹងគេនិយាយពីអីតើឥឡូវយើងមើលសំណួរ 직장 생활의 중요성 បាទសារៈសំខាន់នៅកន្លែងការងារតើនៅកន្លែងគេនិយាយសារៈសំខាន់អីគេដែរដល់អត់មានទេណាគេសួរធ្វើម៉េចដើម្បីកុំឲ្យគេកាត់ stress ធ្វើម៉េចយើងកាត់បន្ថយ stress របស់យើងបានបាទគេអត់មាននិយាយពីសារៈសំខាន់ការងារទេអញ្ចឹងលេខ1មិនមែនជាចម្លើយទេបាទតើបន្តមកទៀតលេខ2 직장 생활 잘하는 비법 បាទវិធីដើម្បីមានជីវិតបានល្អនៅកន្លែងការងារតោះនៅកន្លែងគេសួរសំណួរយើងនេះអត់ទុកគេហើយតើធ្វើម៉េចគេប្រាប់ពីរបៀបអញ្ចឹងរបៀបនឹងឯងទី1ទី2ទី3ទី4ទី5ហ្នឹងអាហ្នឹងគេហៅថា 비법 កន្លឹះបាទកន្លឹះដើម្បីឲ្យយើងមានជីវិតនៅកន្លែងការងារបានល្អបាទអញ្ចឹងចម្លើយគឺលេខ2បាទចម្លើយគឺលេខ2នេះឯងតើជួន 직장ឯងត្រូវខាងនឹង 비법 បាទវិធីចូលទៅក្រុមហ៊ុនចូលធ្វើការនៅក្នុងក្រុមហ៊ុនល្អបាទនេះគេអត់មាននិយាយទេតើនឹងចុងក្រោយទី4 직장 동료들과 인간관계를 잘하는 방법 បាទរបៀបដើម្បីរក្សានៅទំនាក់ទំនងល្អជាមួយនឹងមិត្តរួមការងារបាទនេះគេលើកដែរបន្តិចចុងក្រោយនៅកន្លែងនេះឲ្យយើងបាទនេះគ្រាន់តែជាចំណុចមួយនៅក្នុង 비법 ចំនួន5 6ដែលគេផ្ដល់ឲ្យយើងប៉ុណ្ណោះឯងបាទអញ្ចឹងចម្លើយគឺលេខ2បាទ
អញ្ចឹងតត្រឹមលេខ38នេះគឺផ្នែកស្ដាប់បាទអញ្ចឹងគឺផ្នែកអានអញ្ចឹងហើយបងប្អូនធ្វើម៉េចត្រូវធ្វើម៉េចយើងពីឥឡូវត្រូវរៀនបណ្ដោះជំនាញរបស់យើងពីជំនាញអានហ្នឹងឲ្យបានលឿនបាទអញ្ចឹងត្រូវអានអត្ថបទឲ្យបានលឿនហើយយើងត្រូវចេះរបៀបចុចយកមើលកន្លែងណាដែលយើងគិតថាជាចំណុចសំខាន់នៅក្នុងប្រយោគហ្នឹងតើតែយើងធ្វើអញ្ចឹងបានយើងអាចធ្វើសំណួរលេខ20លេខ29ទៅដល់38នេះបានចាបាទអញ្ចឹងអរគុណច្រើនបាទអញ្ចឹងយើងនឹងជួបគ្នានៅវិញ្ញាសានៅសំណួរបន្តទៀតនៅក្នុងវីដេអូក្រោយ